តោះ Mr. Lee please read this word test ចុះពេលនេះ test too អញ្ចឹង test ពីរនឹង test ដូចគ្នាមែនទេ yeah អូខេអញ្ចឹងសម្រាប់ការអានពេលនេះថា test គឺអត់ត្រូវទេអញ្ចឹងចាំ stop teacher ពេលនេះអានថា test តែពេលនេះយើងអានថា taste can you say taste រៀបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងរៀន confusing sounds គឺមានន័យថាពាក្យដែលងាយនឹងច្រឡំសំឡេងចាអញ្ចឹងថ្ងៃនេះគឺយើងរៀនចំនួន4ពាក្យហើយពាក្យនីមួយៗគឺមានចាពីរនេះសំឡេងស្តៀងគ្នាពាក្យនេះសំឡេងស្តៀងគ្នាបើយើងអត់បានរៀនអំពីមូលដ្ឋានគ្រឹះភាសាអង់គ្លេសទេគឺយើងអាចនឹងអានពាក្យនឹងដូចគ្នាហើយនៅពេលដែលយើងនិយាយទៅគឺគេអត់ដឹងថាយើងចង់សំដៅទៅលើពាក្យមួយណាឯងចឹងហើយបានជាការរៀនមូលដ្ឋានគ្រឹះគឺជារឿងមួយដ៏សំខាន់មែនទែនសម្រាប់ការឲ្យយើងអាចប្រកបពាក្យនិងបញ្ចេញសំឡេងបានត្រឹមត្រូវតើឥឡូវយើងមើលពាក្យទី1 Okay so Mr. Lee this one you say late please don't say late okay not I'm sorry teacher I'm late not late it's late can you say do you still remember the long vowel sound A E I O U A one more letter E so this is A sound A eight L eight late okay so next time please don't say late this is late អញ្ចឹងនៅពេលដែលយើងរៀនមូលដ្ឋានគ្រឹះគឺយើងដឹងហើយ short vowel sound ហើយនិង long vowel sound យើងមើលទៅថាមានភាពខុសគ្នាដោយរបៀបណាហើយយើងចំណាំមិនអញ្ចឹងការរៀនពីមូលដ្ឋានគ្រឹះគឺយើងបានរៀនពាក្យទាំងអស់ហ្នឹងហើយអញ្ចឹងចា៎អញ្ចឹងបើសិនជាពុកម៉ែបងប្អូនអត់ទាន់បានរៀនពីមូលដ្ឋានគ្រឹះឬក៏កូនរៀនអង់គ្លេសយូរឆ្នាំហើយអត់ទាន់ចេះអាននេះគឺជាមូលហេតុដែលសារតែពួកគាត់អត់ទាន់ចាំសំឡេងខ្លីនិងសំឡេងវែងនៅក្នុងភាសាអង់គ្លេសអូខេតោះអញ្ចឹងពាក្យ late នេះជា adjective បកប្រែថាយឺតឬក៏ពេលខ្លះដើរតួជាគុណកិរិយា adverb បកប្រែថាយឺតដូចគ្នាអូខេ next one is let okay it's a verb បកប្រែថាអនុញ្ញាតចា let next one is taste អញ្ចឹងយើងមើលនេះឃើញទេអក្សរ A ហើយនឹងមានព្យញ្ជនៈជួនកាលមានព្យញ្ជនៈមួយឬក៏ព្យញ្ជនៈពីរដូចគ្នាណាអញ្ចឹងឧទាហរណ៍ថាពាក្យនេះមានព្យញ្ជនៈពីរអញ្ចឹងទីចូលដាក់កន្លែងនេះមួយទៀតអញ្ចឹង A ព្យញ្ជនៈគេហៅថា consonant ហើយអក្សរ E នៅខាងចុងអញ្ចឹងអក្សរ A នេះគឺសំឡេង A ដូចគ្នាអញ្ចឹងទីចូល put letter T here taste okay T A S T sounds taste can you say taste okay good it's a verb បកប្រែថាភ្លក់រសជាតិសម្លឬក៏ម្ហូប okay next one test okay very good T A S T ចឹងយើងចំណាំមកភាគច្រើនកូនសិស្សអត់អានកតុយនេះទេយើងអានតែ test but it's not test it's test S T sounds can you say ST sound yeah sounds yeah test yeah test means test good it's a noun បកប្រែថាការប្រឡងតើឥឡូវយើងអានទាំងអស់គ្នា read again late let taste test okay very good now example okay I will read first and you repeat after me 1 you are late okay បកប្រែថាអ្នកគឺយឺត yes number 2 I taste the food number 2 I taste the food okay taste yes I taste the food មានថាខ្ញុំភ្លក់ម្ហូបបើយើងប្រើជា present simple មានថាជាទម្លាប់របស់យើងគឺភ្លក់ម្ហូបមុននឹងដាក់ឲ្យគេញ៉ាំ okay do you taste the food yeah I do number 3 I am taking a test tomorrow number 3 I am taking a test tomorrow okay so when you read you can say a test tomorrow yes so you can A here can read very quickly and fast អញ្ចឹងបកប្រែថាខ្ញុំនឹងមានការប្រឡងមួយនៅថ្ងៃស្អែកឬក៏ខ្ញុំនឹងប្រឡងនៅថ្ងៃស្អែកបកប្រែបានដូចគ្នា okay so today we finish this and I hope you can differentiate between late and let taste and test
អូខេចាពុកម៉ែបងប្អូននេះគឺជាការរៀនមូលដ្ឋានគ្រឹះភាសាអង់គ្លេសបើសិនជាលោកអ្នកចង់ចុះឈ្មោះឲ្យកូនចូលរៀនភាសាអង់គ្លេសតាមផ្ទះឬតាមប្រព័ន្ធអនឡាញឬមករៀនដល់ទីតាំងនៅបរិយាពិភពថ្មីចំការដង1សាលារៀន Wisdom ទទួលចុះឈ្មោះសិស្សចាប់ពីអាយុ6ឆ្នាំឡើងទៅសម្រាប់ភាសាអង់គ្លេសគឺទទួលបង្រៀនគ្រប់កម្រិតសូមតាក់ទងតាមលេខ Telegram នេះដើម្បីទទួលបានព័ត៌មានលម្អិតសម្រាប់ការចុះឈ្មោះឬក៏សាកសួរព័ត៌មានបន្ថែមសូមពុកម៉ែបងប្អូនជួយ like និង share វីដេអូមួយនេះដើម្បីបានទៅដល់ពុកម៉ែបងប្អូនផ្សេងទៀតសូមអរគុណជួបគ្នាក្នុងវីដេអូក្រោយៗទៀត Goodbye Goodbye everyone yeah